ជំរាបសួរលោកគ្រូអ្នកគ្រូនៅក្នុងសាលាផ្លេទាំងអស់គ្នាថ្ងៃនេះខ្ញុំម៉ាក់កាសូមបង្ហាញចំណាប់អារម្មណ៍ចំពោះការអភិវឌ្ឍរបស់កូនមុនពេលចូលសាលាផ្លេនិងក្រោយពេលចូលសាលាផ្លេកូនខ្ញុំមុនចូលសាលាផ្លេគាត់មានអាយុជាង1ឆ្នាំហើយបន្ទាប់មកឥឡូវគាត់មានអាយុ3ឆ្នាំហើយមុននឹងចូលសាលាផ្លេគាត់មិនទាន់បានចេះអីនៅឡើយទេមានន័យថាមិនទាន់ចេះរាប់លេខមិនទាន់ចេះរាប់អក្សរឬមួយក៏មិនទាន់ស្គាល់ពីការនិយាយស្ដីបានច្រើនទេតែមកដល់ពេលនេះខ្ញុំឃើញការរីកចម្រើនរបស់គាត់ទាំងផ្នែកស្មារតីទាំងកាយសម្បទារបស់គាត់ឃើញថាគាត់មានលំនឹងការទប់ខ្លួនរបស់គាត់អាចរត់គាត់អាចលោតគាត់អាចកាន់ខ្មៅដៃកាន់ color គូបានល្អជាងមុនមានន័យថាគាត់មើលទៅគាត់កាន់ទៅគាត់ស្និទ្ធហើយគាត់អាចចាក់ទឹកគាត់អាចចាក់ទឹកពីកែវមួយចូលកែវមួយមានន័យថាយើងអាចសម្គាល់ឃើញថាគាត់អាចប្រើដៃរបស់គាត់ក៏បានល្អជើងរបស់គាត់ក៏បានល្អហើយដោយឡែកក្រៅពីការលូតលាស់ខាងផ្នែកកាយសម្បទាខ្ញុំឃើញគាត់មានមួយរយៈនេះខ្ញុំឃើញសម្គាល់ឃើញគាត់ចេះប្រើពាក្យមួយឃ្លាមកពេញល្អចំន័យបានល្អហើយពេលដែលយើងសួរទៅគាត់មួយសំណួរអ្វីមួយគឺគាត់ឆ្លើយមកបានត្រូវសំណួរល្អហើយមានន័យគ្រប់គ្រាន់ហើយពេលដែលគាត់ចង់បានអីមួយគឺគាត់ចេះប្រើប្រយោគដែលសមរម្យដែលពិរោះមកកាន់យើងមានន័យថាគាត់អាចប្រើប្រយោគបានល្អហើយឃើញគាត់មានការរីកចម្រើនច្រើនទៅលើគាត់ស្គាល់លេខមានន័យថាគាត់ស្គាល់លេខ1គាត់ស្គាល់លេខ2គាត់អាចរាប់លេខហើយគាត់ក៏ចេះច្រៀងចេះអីនិយាយទៅឃើញគាត់អភិវឌ្ឍច្រើនហើយមានការដែលគេសរសើរច្រើនពាក់ព័ន្ធជាមួយនឹងអាកប្បកិរិយារបស់គាត់គឺគាត់ចេះគោរពចេះអោនតូនចំពោះមនុស្សចាស់ចេះជម្រាបលាចេះជម្រាបសួរហើយនិយាយសរុបមកគឺគាត់មានអារម្មណ៍ថាគាត់រីកចម្រើនហើយមួយផ្នែកទៀតខ្ញុំឃើញគាត់មានអារម្មណ៍ថានៅសាលាផ្លេហ្នឹងដូចជាផ្ទះរបស់គាត់អញ្ចឹងដែរគាត់មានទំនាក់ទំនងល្អរវាងគាត់ជាមួយនឹងអ្នកគ្រូជាមួយនឹងលោកគ្រូនៅសាលាផ្លេចាខ្ញុំពិតជាពេញចិត្តចំពោះសាលាផ្លេដោយសារគាត់ទី1គាត់បង្រៀនកូនយើងបានល្អកូនយើងឃើញថាការអភិវឌ្ឍបានល្អហើយមួយទៀតតកតងជាមួយនឹងការមើលថែក៏ខ្ញុំមានការពេញចិត្តដូចគ្នាមានន័យថាកូនយើងមិនស្រួលខ្លួនឬមួយក៏មានបញ្ហាអ្វីមួយគឺគាត់តែងតែផ្ដល់ព័ត៌មានជូនព័ត៌មានមកខាងយើងបានទាន់ពេលវេលានិងមានការបារម្ភមានការយកចិត្តទុកដាក់ចំពោះកូនយើងដូចគ្នាជាចុងក្រោយខ្ញុំសូមអរគុណចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានចំណាយដែលបានខិតខំប្រឹងប្រែងមើលថែកូនសិស្សកូនខ្ញុំដូចគ្នាដែលអស់ពីកម្លាំងកាយចិត្តនិងដោយក្តីស្រឡាញ់អរគុណ